นี่คือ XQ50 ปัญญา Valkyrie คือชื่อองค์กรเรืออากาศระบบสไลด์พิเศษ F-35 F-32 Raptor ได้จีนฮอกมีมนูบักอภิวัตหลังโดยกลุ่มคน Kratos Defense and Security Solutions โดยสหการชมวิมันตีพิสอดสาวเจียวระบบกองทัพอากาศสหรัฐอเมริก AFRL XQ50 Valkyrie បានធ្វើការហោះជាលើកដំបូងនៅថ្ងៃទី8មីនាឆ្នាំ2019ហើយទើបតែឆ្នាំ2024វាត្រូវបានសាក់លបងហោះហើរជាមួយយន្តហោះដែលមានមនុស្សបាក់យន្តហោះដែលបានចូលរួមជាមួយ XQ50 មានដូចជាយន្តហោះចម្បាំងចំនួនទី5 F-35 Lightning II និង F-32 Raptor របស់សហរដ្ឋអាមេរិក XQ50 មានប្រវែង 9.1 ម៉ែត្រទទឹងស្លាប 8.2 ម៉ែត្រទម្ងន់ទទេ 1134 គីឡូក្រាមហើយមានទម្ងន់ហោះឡើងអតិបរមា 2722 គីឡូក្រាមល្បឿនអតិបរមាប្រហែល 1048 គីឡូម៉ែត្រក្នុង1ម៉ោងរយៈចម្ងាយប្រតិបត្តិការប្រហែល 5600 គីឡូម៉ែត្រអាចហោះបានកម្ពស់អតិបរមា 140,000 ម៉ែត្រនិងបំពាក់មកជាមួយម៉ាស៊ីនជិបបូហ្វានមួយគ្រឿងប្រភេទ William FJ33 វាមានសមត្ថភាពផ្ទុកអាវុធបានចំនួន 276 គីឡូក្រាមនិងបានបំពាក់មកនៅបច្ចេកវិទ្យាបំបាំងកាយបញ្ញាសុបនិមិត្ត XQ58 កំពុងតែត្រូវបានសាកល្បងហោះហើរជាមួយប្រព័ន្ធ AI ដែលអាចឲ្យវាធ្វើការសម្រេចចិត្តដោយស្វ័យប្រវត្តិនៅក្នុងកម្រិតជាក់លាក់ណាមួយដូចជាការកំណត់អត្តសញ្ញាណនិងការវិតម្លៃអំពីគម្រាមកំហែងដោយមិនត្រូវការបញ្ជាក់ឬបទបញ្ជាពីមនុស្សនោះទេទូត្រង់របស់ XQ58 ត្រូវបានរចនាឡើងមកបែបជារូបរាងជ្រុងនិងមានផ្ទៃរាបស្មើដើម្បីកាត់បន្ថយការចាប់បានដោយរលកប្រព័ន្ធរ៉ាដារបស់គូសត្រូវចំណែកការរចនាម៉ូឌូលផ្នែកខាងមុខនៃយន្តហោះអាចផ្លាស់ប្ដូរបានដើម្បីបំពាក់នឹងឧបករណ៍ផ្សេងៗទៅតាមតម្រូវការក្នុងបេសកកម្មដូចជាឧបករណ៍ចាប់សញ្ញាប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកឬអាវុធផ្សេងៗទៀតវាមានឯករាជ្យភាពក្នុងការរត់ណែងមិនត្រូវការផ្លូវរត់វែងសម្រាប់ការហោះឡើងនិងការចុះមកដីនោះទេដោយវាប្រើប្រព័ន្ធបាញ់បញ្ចុះដោយប្រើគ្រាប់រ៉ុកែតជំនួយតែ2គ្រាប់តែប៉ុណ្ណោះដើម្បីធ្វើការបង្ហោះយើងនឹងលើកជាឧទាហរណ៍នៃសេណារីអូប្រតិបត្តិការមួយរបស់យន្តហោះ XQ58 នេះដែលនៅក្នុងប្រតិបត្តិការបេសកម្មវាលោកចូលទៅក្នុងតំបន់ដែលមានការការពារផ្លូវអាកាសដ៏តានតឹងរបស់សត្រូវយន្តហោះចម្បាំង F-35 មួយគ្រឿងនឹងហោះហើរជាមួយ XQ58 Valkyrie ចំនួន4គ្រឿងទៀត2គ្រឿងនឹងហោះហើរនៅខាងមុខ F-35 ដែលប្រើប្រាស់ឧបករណ៍ចាប់សញ្ញារបស់ខ្លួនដើម្បីស្វែងរកទីតាំងប្រព័ន្ធរ៉ាដានិងប្រព័ន្ធការពារដែនអាកាសរបស់សត្រូវនៅពេលរកឃើញទីតាំងសត្រូវ XQ58 ទាំងពីរនោះនឹងបាញ់មីស៊ីលប្រឆាំងរ៉ាដាបង្ក្រាបការការពារដែនអាកាសរបស់សត្រូវនិងបំផ្លាញប្រព័ន្ធការពារទាំងនោះឬធ្វើការបង្អាក់ដល់ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិករបស់វាដោយសារតែ XQ58 មានតម្លៃទាបដូច្នេះការបញ្ជូនវាឲ្យចូលទៅខុនតំបន់គ្រោះថ្នាក់ជាមុនឬនាំមកខាងមុខនោះគឺមានហានិភ័យទាបជាងការបញ្ជូន F-35 ចូលទៅដោយផ្ទាល់ដោយមិនមានការការពារដូច្នេះ SQ58 ដើរតួជានុយដាក់អន្ទាក់សត្រូវដើម្បីឲ្យសត្រូវបាញ់មីស៊ីលមកលើពួកវាដើម្បីឲ្យពួកវាចាប់ទីតាំងប្រព័ន្ធការពាររបស់សត្រូវបានកាន់តែច្បាស់និងជាអង្គរៈជួយការពារយន្តហោះ F-35 នៅចំកណ្ដាលផងដែរដែលមានតម្លៃខ្ពស់ជាងវាបន្ទាប់ពីការគំរាមកំហែងត្រូវបានកាត់បន្ថយ F-35 នឹងចូលទៅវាយប្រហារគោលដៅសត្រូវបានយ៉ាងងាយស្រួលនិងផ្ដល់ឲ្យសត្រូវបានយ៉ាងពេញចិត្តសេណារីយ៉ូនេះបង្ហាញពីយុទ្ធសាស្ត្រដែល XQ58 ជួយបង្កើនសមត្ថភាពនិងការពារសុវត្ថិភាពរបស់យន្តហោះចម្បាំងដែលមានមនុស្សបើក XQ58 Valkyrie មិនមែនជាយន្តហោះគ្មានមនុស្សបើកធម្មតានោះទេប៉ុន្តែវាគឺជាផ្នែកមួយនៃ Ecosystem នៃសង្គ្រាមពេលអនាគតដែលជាបច្ចេកវិទ្យាស្វ័យវ័ននិងជាបញ្ញាសុបនិមិត្តដែលនឹងដើរតួនាទីកាន់តែសំខាន់នៅក្នុងការសម្រេចបាននូវឧត្តមភាពរបស់យោធានៃសហរដ្ឋអាមេរិកសូមចូលរួមអបអរលោកអ្នកបានទទួលយកចំណេះដឹងដែលអាចចែករំលែកដល់អ្នកដទៃបានមួយទៀតហើយពីខ្ញុំទំព័រ Real សូមជួយចុច Like, Subscribe និង Share ដើម្បីជួបគ្នានៅវីដេអូចំណេះដឹងថ្មីៗក្រោយទៀត